បងប្អូននឹងអត់ហេតុអ្វីអ្នកវិនិយោគឆ្លាតវៃតែសម្រុកទិញ condo នៅដំណាក់កាល pre-sale ថ្ងៃនេះខ្ញុំមាន3ចំណុចនៅក្នុងការមកចែកម្លែកចំណុចទី1គឺតម្លៃសម្រាប់អតិថិជនឬក៏អ្នកវិនិយោគដែលទិញនៅក្នុងកំឡុងដំណាក់កាល pre-sale នេះគឺល្អបំផុតព្រោះគាត់ទទួលបានតម្លៃទាបបំផុតនៅក្នុងទីផ្សារបើសិនជាគាត់ចាំរហូតដល់គម្រោងសាងសង់រួចរាល់គឺតម្លៃគឺមានភាពខុសគ្នាច្រើនមែនទែនយើងឧទាហរណ៍ដូចជាពេលខ្លះដំណាក់កាល pre-sale condo ខ្លះគឺលក់unit ដែល pre-sale គឺត្រឹមតែ$50,000ស្រាប់តែពេលដែលយើងរងចាំពេលដែល pre-sale ចប់ឬក៏ under construction នឹងគឺ complete អគារសាងសង់រួចរាល់យើងទៅទិញគឺតម្លៃវាអាចឡើងទៅដល់$7,000ទៅ$80,000តាមតំបន់ខ្លះអាចនឹងឡើងលើតាមរយៈផ្សាយអូខេអញ្ចឹងតម្លៃនេះគឺសំខាន់មែនទែនសម្រាប់បងប្អូននៅក្នុងការទិញដើម្បីទទួលបានផលចំណេញក្នុងកំឡុងពេល pre-sale គឺវាទទួលបាននៅការតម្លៃល្អហើយនឹងតម្លៃទាបហើយទទួលបានផលចំណេញច្រើនបើយើងនិយាយលុយចូលកប៉ៅផលចំណេញគឺចំណេញច្រើនចំណុចទី2គឺជម្រើសល្អបំផុតមានន័យថាអតិថិជនទាំងអស់គឺគាត់មានជម្រើសច្រើននៅក្នុងការជ្រើសរើស unit ល្អៗទីតាំងនៅកែងទីតាំងនៅ facing នៅទីតាំងណាដែលគាត់ចង់បានដូចជាពេលខ្លះបែរទៅត្បូងបែរទៅជើងបែរទៅលិចបែរទៅកើតអតិថិជនគឺគាត់ស្រឡាញ់ជ្រើសរើសនៅទិសដៅរបស់គាត់ដែលគាត់ចង់បានយោងទៅតាមហុងស៊ុយរបស់គាត់រៀងខ្លួនដូចគ្នាហើយមួយទៀតគឺ layout នៅក្នុងនោះគឺសំខាន់មែនទែនតើ layout ល្អគេថាប្លង់បាតរបស់ unit ហ្នឹងគឺបន្ទប់ទឹកបែរទៅណាអីខាងណាអីខាងណីប្លង់ floor plan វាសាយវាប្រមាណអីផ្សេងទាំងអស់ហ្នឹងគឺអតិថិជនក៏អាចមានការជ្រើសរើសតាមចិត្តដូចគ្នាដែរអញ្ចឹងជួនកាលវានៅទីតាំងនៅកន្លែងណា unit ប្រភេទមួយណាយើងអាចជ្រើសរើសបានតាមចិត្តរបស់យើងអញ្ចឹងវាមានជម្រើសច្រើនសម្រាប់អតិថិជននៅក្នុងការទិញនៅក្នុងដំណាក់កាល pre-sale អញ្ចឹងវាជាសំខាន់មួយសម្រាប់អតិថិជនដែលចង់បានភាពងាយស្រួលទៅរើស unit ល្អគេថាតាំងពីប្រភេទ1 bed 2 bed 3 bed អីឡើងលើរហូតដល់ penthouse អញ្ចឹងងាយស្រួលនៅក្នុងការជ្រើសមានជម្រើសច្រើនចំណុចទី3តកតងជាមួយនឹងទទួលបានឱកាសចំណេញច្រើនពីការបង់ប្រាក់ម្ចាស់គម្រោងឬក៏ developer នីមួយៗគឺនៅពេលដែលដំណាក់កាល pre-sale គឺគាត់តែងតែផ្ដល់ឱកាសនៅក្នុងការបង់ប្រាក់រយៈពេលវែងឬក៏មានភាពងាយស្រួលធម្មតាទេនៅក្នុងការសង់គម្រោងនីមួយៗមានភាគរយៈពេលខុសៗគ្នាដូចគ្នាឧទាហរណ៍ពេលខ្លះមានរយៈពេល2ឆ្នាំ3ឆ្នាំ5ឆ្នាំទៅតាមគម្រោងនីមួយៗយើងអត់សំដៅទៅលើគម្រោងណាមួយប៉ុន្តែយើងក៏លេខមកកាន់ការបង់ប្រាក់របស់យើងវិញក៏មានការរយៈពេលវែងដូចគ្នាដែរបើសិនជាឧទាហរណ៍យើងទិញគម្រោងដែលមានភាគរយៈ3ឆ្នាំឧទាហរណ៍អញ្ចឹងនៅពេលដែលយើងមកទិញក្នុងកំឡុងពេល pre-sale ហ្នឹងគឺរយៈពេលវាវែងរហូតយើងបានពេញ3ឆ្នាំឬក៏គម្រោងខ្លះគាត់មាន special case ណាមួយគាត់អាចផ្ដល់ជូននៅការបង់ប្រាក់រយៈពេលវែងជាងនឹងបន្តិចខុសគ្នាតិចតួចបន្ថែមទៀតតាមជាក់ស្ដែងក៏ថាបានអញ្ចឹងការបង់ប្រាក់ហ្នឹងគឺសំខាន់មែនទែនគ្មាននរណាគេចង់អត់ចំណេញទេតែអតិថិជនដែលពួកខ្ញុំលក់កន្លងមកគឺគាត់តែងតែចង់បានការបង់ប្រាក់រយៈពេលវែងងាយស្រួលនៅក្នុងការគាត់រកលុយមកបង់ប្រចាំខែងាយស្រួលនៅក្នុងការសេរី capital ការចំណាយលុយរបស់គាត់គឺឲ្យសមស្របតាមទៅត្រឹមត្រូវក្នុងការចំណាយប្រចាំថ្ងៃរបស់គាត់ដូចគ្នាវាធ្វើឲ្យគ្រប់យ៉ាងទាំងអស់ការចំណាយរបស់គាត់ទាំងអស់គឺ balance តែតមកកាន់ពួកយើងឥឡូវនេះដើម្បី pre booking ទៅលើ condo pre sale